3, 2, 1. Booster ignition. And liftoff. The crew of Artemis 2 now bound for the moon. ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃបេសកកម្ម Artemis 2 ទីភ្នាក់ងារអវកាស NASA កំពុងតែមានសន្ទុះយ៉ាងខ្លាំងដើម្បីឈានចូលទៅកាន់ដំណាក់កាលបន្ទាប់នៃមហិច្ឆតាដែលនាំមនុស្សត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញក៏ប៉ុន្តែសំណួរដែលមនុស្សជាច្រើនកំពុងតែឆ្ងល់នោះគឺតើមានអ្វីនឹងកើតឡើងបន្តទៅទៀតចម្លើយគឺពិតជាមានភាពស្មុគស្មាញហើយវាពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងដ៏ធំមួយដែលមិនធ្លាប់មានពីមុនមករវាងក្រុមហ៊ុនអវកាសយក្ស2របស់សហរដ្ឋអាមេរិកបេសកកម្ម Artemis 3 នេះនឹងរុញច្រាន NASA ឲ្យធ្វើការអស់ពីសមត្ថភាពនិងកម្រិតកម្ពស់របស់ខ្លួនពីព្រោះថាតំណែងរបស់ពួកគេនៅក្នុងនាមជាអ្នកដឹកនាំពិភពលោកផ្នែករុករកអវកាសលែងមានការធានាទៀតហើយខណៈពេលដែលដៃគូប្រកួតប្រជែងកំពុងតែបោះជំហានទៅមុខយ៉ាងលឿននេះមានន័យថាពួកគេមានការងារច្រើនដែលត្រូវតែសម្រេចឲ្យបាននៅក្នុងរយៈពេលដ៏ខ្លីបំផុតភ្លាមបន្ទាប់ពីបេសកកម្ម Artemis 2 បានបញ្ចប់ NASA ក៏បានចាប់ផ្ដើមវិតម្លៃនិងពង្រឹងប៉មបង្ហោះរ៉ុកែតរបស់ខ្លួនឡើងវិញដើម្បីត្រៀមសម្រាប់បេសកកម្មបន្ទាប់គ្រឿងបន្លាស់សំខាន់ទាំងអស់សម្រាប់បេសកកម្ម Artemis 3 ត្រូវបានផលិតរួចហើយដូចជាម៉ាស៊ីនរ៉ុកែតជំរុញផ្នែកក្បាលរ៉ុកែតនិងយានអវកាស Orion ជាដើមពលគឺរងចាំតែការផ្ដុំចូលគ្នាតែប៉ុណ្ណោះហើយ NASA ក៏មិនទុកពេលវេលាឲ្យខ្ជះខ្ជាយទៀតឡើយប៉ុន្តែមានបញ្ហាដ៏ស្មុគស្មាញមួយដែលហួសពីការគ្រប់គ្រងរបស់ NASA នោះគឺដើម្បីទៅដល់ឋានព្រះច័ន្ទពួកគេមិនត្រឹមតែត្រូវការរ៉ុកែត SLS និងយាន Orion តែប៉ុណ្ណោះទេពួកគេក៏ត្រូវការយានចុះចតពីលើព្រះច័ន្ទ Moon Lander មួយទៀតផងដែរចំណុចនេះហើយដែលបានធ្វើឲ្យសាច់រឿងកាន់តែគួរឲ្យចាប់អារម្មណ៍ក្រុមហ៊ុន SpaceX របស់លោក Elon Musk ទទួលបានកិច្ចសន្យាពី NASA ដើម្បីបំប្លែងយាន Starship របស់ពួកគេឲ្យទៅជាយានដើម្បីដឹកមនុស្សសម្រាប់ចុះចតទៅលើឋានព្រះច័ន្ទសម្រាប់បេសកកម្ម Artemis 3 កាលពីមុនយាននេះគ្រាន់តែជាគំរូសាកល្បងដែលអាចហោះឡើងបានបន្តិចក៏ធ្លាក់មកវិញហើយភាគច្រើនគឺផ្ទុះឆេះប៉ុន្តែនៅក្នុងរយៈពេល3ឆ្នាំកន្លងមកនេះ SpaceX ក៏បានអភិវឌ្ឍយាននេះយ៉ាងខ្លាំងក្លារហូតបង្កើតបានទៅជាគំរូយក្ស Starship Super Heavy ដែលអាចធ្វើការហោះហើរសាកល្បងវាជាច្រើនលើកទោះបីជាមានការផ្ទុះខ្លះក៏ប៉ុន្តែការរីកចម្រើនរបស់ពួកគេគឺពិតជាមិនអាចប្រកែកបានឡើយយ៉ាងណាក្តីការអភិវឌ្ឍយាននេះឲ្យមានសុវត្ថិភាព 100% សម្រាប់ការចុះចតទៅលើឋានព្រះច័ន្ទហាក់ដូចជាមានភាពយឺតយ៉ាវជាងការសន្យារបស់លោក Elon Musk បន្តិចបន្តបន្ទាប់ក៏មានការលូកដៃចូលរបស់ក្រុមហ៊ុន Blue Origin នៅខែឧសភាឆ្នាំ2023ស្របពេលដែលយាន Starship របស់ SpaceX កំពុងតែជួបបញ្ហាផ្ទុះអំឡុងពេលសាកល្បងហោះហើរNASA ក៏បានផ្ដល់កិច្ចសន្យាផលិតយានចុះចតនៅលើឋានព្រះច័ន្ទទី2ទៅដល់ក្រុមហ៊ុន Blue Origin ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Jeff Bezos ក្រុមហ៊ុននេះមានមហិច្ឆតាធំដែលមានរ៉ុកែតផ្ទាល់ខ្លួនឈ្មោះ New Glenn និងយានចុះចតឈ្មោះ Blue Moon នៅខែមករាឆ្នាំ2025 Blue Origin បានតាមទាន់ SpaceX ដែលពួកគេបានសាកល្បងបង្ហោះរ៉ុកែត New Glenn ជាលើកដំបូងទោះបីជាមានបញ្ហាផ្ទុះនៅពាក់កណ្ដាលអាកាសពេលចុះចតមកវិញខ្លះក៏ប៉ុន្តែនៅខែវិច្ឆិកាឆ្នាំដដែលពួកគេក៏បានសាកល្បងជាលើកទី2ហើយក៏ទទួលបានជោគជ័យយ៉ាងកក់ប្រសើរដែលអាចបញ្ជូនផ្កាយរណបទៅគន្លងភពអង្គារនិងអាចឲ្យរ៉ុកែតជំរុញចុះចតមកវិញដោយសុវត្ថិភាពដែលផ្អែកទៅលើការប្រកួតប្រជែងនេះ NASA ក៏បានសម្រេចចិត្តថាយានចុះចតរបស់ក្រុមហ៊ុនមួយឬក៏ទាំងពីរនឹងត្រូវយកមកសាកល្បងនៅក្នុងបេសកកម្ម Artemis 3 នៅក្នុងឆ្នាំ2027អាស្រ័យលើថាតើក្រុមហ៊ុនណាដែលអាចធ្វើរួចរាល់ទាន់ពេលវេលាបេសកកម្ម Artemis 3 នឹងចាប់ផ្ដើមដោយមានអវកាសយានិកចំនួន4នាក់ធ្វើដំណើរនៅក្នុងយាន Orion ដោយកាលពី Artemis 2 ដែរក៏ប៉ុន្តែលើកនេះគោលដៅរបស់ពួកគេមិនមែនចុះចតទៅលើឋានព្រះច័ន្ទភ្លាមៗនោះទេកាលពីមុនគេគ្រោងនឹងឲ្យអវកាសយានិកចុះទៅលើឋានព្រះច័ន្ទដោយផ្ទាល់តែម្ដងក៏ប៉ុន្តែវាមានហានិភ័យខ្ពស់ពេកដូច្នេះផែនការថ្មីគឺត្រូវធ្វើការសាកល្បងយានចុះចត Moon Lander នេះនៅក្នុងទីអវកាសដែលក្បែរគន្លងផែនដីសិនដើម្បីងាយស្រួលសង្គ្រោះប្រសិនបើមានបញ្ហាអ្វីមួយដែលអាចនឹងកើតឡើងដំណើរការនេះវាមានភាពស្មុគស្មាញនិងមានជំហានដូចទៅនឹងខាងក្រោមទី1គឺបញ្ហាប្រឈមនៅក្នុងការចាក់សាំងនៅលើទីអវកាសដំបូងគេគឺត្រូវបង្ហោះយានចុះចត Starship របស់ SpaceX ឬក៏ Blue Moon របស់ Blue Origin ទៅកាន់គន្លងផែនដីដោយសារតែយានទាំងពីរនេះមានទំហំធំមហិមាពួកគេនឹងស៊ីសាំងអស់ស្ទើរតែទាំងស្រុងគ្រាន់តែដើម្បីហោះឡើងទៅលើទីអវកាសដូច្នេះមុននឹងពួកវាអាចបន្តដំណើរទៅឋានព្រះច័ន្ទនិងត្រឡប់មកវិញបានពួកគេត្រូវការចាក់សាំងនៅក្នុងទីអវកាសជាមុនសិននេះវាមានន័យថាក្រុមហ៊ុនទាំងពីរត្រូវតែបង្ហោះយានយក្សមួយទៀតដែលដើរតួជាស៊ីតេនសាំងដើម្បីផ្ទេរសាំងទៅឲ្យយានចុះចតនៅកណ្ដាលទីអវកាស
នេះគឺជារឿងដ៏អស្ចារ្យមួយពីព្រោះថាមិនធ្លាប់មាននរណាម្នាក់ធ្លាប់ចាក់សាំងយាននៅក្នុងទីអវកាសពីមុនមកនោះទេទី2គឺជាការជួបគ្នានិងការតភ្ជាប់គ្នាប្រសិនជាដំណើរការចាក់សាំងប្រកបទៅដោយភាពជោគជ័យហើយរ៉ុកែត SLS របស់ NASA នឹងបង្ហោះយាន Orion ដែលមានផ្ទុកអវកាសយានិកឲ្យទៅតភ្ជាប់ជាមួយនឹងយានចុះចតនោះប្រសិនបើវាជាយាន Blue Moon យាន Orion នឹងហោះទៅភ្ជាប់នៅផ្នែកខាងក្រោមនៃយាននៅត្រង់កន្លែងបន្ទប់ស្នាក់នៅរបស់អវកាសយានិកតែបើសិនជាវាគឺជាយាន Starship វិញការតភ្ជាប់នឹងធ្វើឡើងនៅលើផ្នែកខាងលើគឺនៅលើក្បាលយានដែលពេលអវកាសយានិកបើកទ្វារចូលទៅពួកគេនឹងឃើញកន្លែងដ៏ធំទូលាយខ្លាំងមែនទែនដែលមានទទឹងរហូតដល់9ម៉ែត្រនៅពេលដែលអវកាសយានិកចូលទៅដល់ក្នុងយានចុះចតហើយពួកគេនឹងសាកល្បងត្រួតពិនិត្យប្រព័ន្ធសំខាន់ៗទាំងអស់ដូចជាប្រព័ន្ធខ្យល់ដង្ហើមថាមពលនិងការទំនាក់ទំនងពួកគេអាចនឹងសាកល្បងផ្ដាច់យានចេញនិងតភ្ជាប់ឡើងវិញដើម្បីធានាថាអ្វីៗដំណើរការបានល្អឥតខ្ចោះមុនពេលនឹងសម្រេចចិត្តថាអាចយកយាននេះទៅចុះចតទៅលើឋានព្រះច័ន្ទបានពិតប្រាកដមែនអំឡុងពេលដែលស្នាក់នៅក្នុងយានអវកាសយានិកនឹងសាកល្បងពាក់សម្លៀកបំពាក់អវកាសថ្មីផលិតទៅដោយក្រុមហ៊ុន Asian Space នៅក្នុងស្ថានភាពដែលគ្មានទំនាញពីផែនដីជាលើកដំបូងសម្លៀកបំពាក់នេះវាមានលក្ខណៈទំនើបនឹងជួយឲ្យពួកគេផ្លាស់ទីបានរហ័សរហួនជាងមុននិងមិនកន្ត្រាក់កន្ទ្រើងដូចជាសម្លៀកបំពាក់ចំនួនមុនឡើយខណៈពេលដែលយើងកំពុងតែរងចាំបេសកកម្ម Artemis 3មានការសាកល្បងសំខាន់ៗជាច្រើនទៀតដែលគេកំពុងតែរៀបចំធ្វើឡើងនៅលើផែនដីនៅក្នុងពេលបច្ចុប្បន្ននៅខែឧសភាឆ្នាំ2026នេះទី1គឺក្រុមហ៊ុន SpaceX ក្រុមនឹងសាកល្បងយាន Starship ចំនួនទី3ដែលជាយានសម្រេចស្ទើរតែចុងក្រោយរបស់ខ្លួនទី2គឺ Blue Origin ក្រុមនឹងសាកល្បងបង្ហោះយាន Blue Moon Mark 1ដែលជាយានចុះចតខ្នាតតូចគ្មានមនុស្សបើកបរឲ្យទៅចុះចតទៅលើឋានព្រះច័ន្ទដោយផ្ទាល់តែម្ដងប្រសិនបើក្រុមហ៊ុនទាំងពីរនេះទទួលបានជោគជ័យយើងនឹងឈានទៅដល់ការសាកល្បងចុះចតនៅលើឋានព្រះច័ន្ទដែលគ្មានមនុស្សបើកឬក៏ហៅជាផ្លូវការថា Artemis 3.5 ដើម្បីបញ្ជាក់ពីសុវត្ថិភាពចុងក្រោយមុននឹងអនុញ្ញាតឲ្យមនុស្សជិះទៅជាមួយពេលវេលាកំពុងតែដើរលឿនណាស់ពីព្រោះថា NASA មានគោលដៅអនុវត្តបេសកកម្ម Artemis 4 ត្រឹមតែ1ឆ្នាំប៉ុណ្ណោះបន្ទាប់ពី Artemis 3បន្ទាប់ពី Artemis 3សម្រេចបានជោគជ័យនេះមិនត្រឹមតែជាការត្រឡប់ទៅដល់ទង់ជាតិអាមេរិកនៅលើឋានព្រះច័ន្ទម្ដងទៀតនោះទេក៏ប៉ុន្តែវាគឺជាការប្រកួតប្រជែងឥទ្ធិពលនិងការគ្រប់គ្រងបរិស្ថាននៅលើឋានព្រះច័ន្ទខណៈពេលដែលប្រទេសមហាអំណាចមួយទៀតគឺប្រទេសចិនកំពុងតែមានផែនការយ៉ាងមុតមាំនៅក្នុងការបង្កើតមូលដ្ឋានរបស់គេនៅលើឋានព្រះច័ន្ទផងដែរ